សូមជូនរឿងជ្រូកអាចចំណៃកាលពីយូរយារមកហើយមានក្មេងប្រុសក្រីក្រម្នាក់ឈ្មោះសុភ័ក្រគាត់រស់នៅក្នុងភូមិតូចមួយហើយមានតែជ្រូកតូចមួយជាមិត្តជិតស្និទ្ធជ្រូកនោះមានឈ្មោះអាចចំណៃហើយវាជួយឲ្យគាត់មិនមានអារម្មណ៍ឯកោថ្ងៃមួយភូមិនោះជួបការអត់ឃ្លានស្រូវមិនដុះហើយអាហារក៏កាន់តែខ្វះខាតសុភ័ក្រព្រួយចិត្តព្រោះគាត់មិនដឹងថានឹងចិញ្ចឹមជ្រូកយ៉ាងដូចម្ដេចមានបុរសមានទ្រព្យម្នាក់ឈ្មោះតាច័ន្ទគាត់ឃើញជ្រូកតូចនោះហើយចង់យកវាទៅលក់តែសុភ័ក្រមិនចង់បោះបង់មិត្តរបស់គាត់ឡើយសុភ័ក្រទៅសួរយាយមុនីដែលមានប្រាជ្ញាយាយប្រាប់ថាក្តីមេត្តានិងការខិតខំនឹងនាំមកនូវសេចក្តីល្អសុភ័ក្រស្ដាប់ដោយចិត្តស្ងប់ស្ងាត់ពីថ្ងៃនោះទៅសុភ័ក្រខិតខំធ្វើការគាត់រកអាហារតិចតួចមកចិញ្ចឹមជ្រូកចំណែកក៏ជួយគាត់ដោយមិត្តពិតពេលវេលាកន្លងទៅជ្រូកតូចក៏ធំឡើងវាមានសុខភាពល្អនិងពោពេញដោយកម្លាំងសុភ័ក្រមានសេចក្តីសង្ឃឹមឡើងវិញតាច័ន្ទត្រឡប់មកវិញដោយចិត្តលោភលន់គាត់ចង់យកជ្រូកដោយបង្ខំសុភ័ក្រឈរយ៉ាងរឹងមាំមិនភ័យខ្លាចភ្លាមនោះចំណៃលោតមុខសុភ័ក្រតាច័ន្ទភ័យហើយដួលចុះមនុស្សទាំងអស់ឃើញភាពស្មោះត្រង់របស់ជ្រូកប្រជាជនភូមិយល់ថាក្តីមេត្តាមានតម្លៃពួកគេជួយសុភ័ក្រដោយអាហារនិងស្រូវសុភ័ក្ររំភើបចិត្តណាស់សូមអរគុណពុកម៉ែបងប្អូនដែលតាមដានរឿងតាំងពីដើមរហូតដល់ចប់